វានឹងចេញត្រង់ទ្រាយដើមដែលយើងបានកំណត់ចឹងមានន័យថាបើសិនបើវាធំជាង600វានឹងដូរត្រង់ទ្រាយទៅតាមអានេះណាបើវាធំជាង600ចឹងបើវាតូចជាង600 min width នេះតូចជាង600បើតូចជាង600វានឹងដូរត្រង់ទ្រាយទៅតាមអានេះអូខេយើងឃើញទេចឹងអានេះគឺជាគេហៅថា responsive អូខេវាមិនមែនដាក់បានតែ grid នឹងទេវាមិនមែនដាក់បានសម្រាប់តែ grid ទេស្អីក៏យើងដាក់បានដែរខ្ញុំឧទាហរណ៍ដូចជាអានេះយើងមិនដាក់ពណ៌ brown ណា background color ចឹងឥឡូវខ្ញុំយក container នេះយកមកបដូរពណ៌ក៏បានដែរខ្ញុំ copy អានឹងបណ្ដោយទៅ copy យកទៅដាក់បណ្ដោយហ្នឹងហើយយកមកដាក់ពីក្រោមនេះបណ្ដោយមកនេះខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំដូរបើសិនបើវាធំជាងហើយខ្ញុំដាក់ចេះណាបើសិនជាវាធំជាង 600px វានឹងដូរពណ៌ទៅជាពណ៌នេះពណ៌រៀងលឿងនេះណាហើយសម្រាប់អក្សរខ្ញុំដាក់ទៅជាពណ៌ខៀវវិញណាអូខេដាក់ពណ៌ខៀវអញ្ចឹងទៅហើយ font weight border នេះខ្ញុំអត់ដូរទេខ្ញុំទុកដដែលវិញណាអូខេអញ្ចឹងយើងមកមើលបើសិនបើវាអានេះវាតូចជាង600 screen ដែលយើងកំពុងមើលនេះអញ្ចឹងបើវាធំជាង600វានឹងចេញពណ៌អីវានឹងដូរទាំងពណ៌ទៀតអញ្ចឹងអានេះគឺយើងធ្វើពីតូចហើយយើង responsive ទៅជាធំអញ្ចឹង min នៅទីនេះបងប្អូនកុំច្រឡំណានៅពេលដែលយើងដាក់ min width នៅទីនេះបងប្អូនយល់ច្រឡំថានៅពេលដែល screen នឹងតូចគឺឲ្យវាចេញអានេះអត់ទេណាមានន័យថាអានេះយ៉ាងហោចណាស់6 pixel មានន័យថាយ៉ាងទាបហើយ6 pixel អញ្ចឹងគឺមានន័យថាអ្វីដែលយើងត្រូវមានហ្នឹងគឺវាធំជាង600 pixel សំទោសមិន6 pixel ទេ600 pixel ណាអូខេអញ្ចឹងយ៉ាងទាបគឺ600 pixel អញ្ចឹងមានន័យថាវាធំជាង600 pixel វានឹង response វានឹង apply ទៅតាមអានេះណាបើសិនបើវាតូចជាង600 pixel វានឹង response ទៅតាមអាលើនេះណាអូខេវានឹង apply អាលើនេះអូខេសង្ឃឹមថាអ្នកទាំងអស់គ្នាយល់បើសិនបើអត់យល់អ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមថាអត់យល់ខ្ញុំនឹងបញ្យល់សារថ្មីណាបាយបាយ